វេទិកានយោបាយមិនមែនតលតែនៅក្នុងប្រទេសមិនចាំបាច់គណៈបកនយោបាយក៏បានដែរក្នុងប្រទេសប្រជាពលរដ្ឋដែលឈឺចាប់ប្រជាពលរដ្ឋដែលរងចាំការផ្លាស់ប្ដូរណាគេនៅក្នុងថាយើងតែបង្កើតគណៈបកនយោបាយគឺគ្រាន់តែទៅបង្ក្រប់គេទេហើយអ្នកនៅក្រៅប្រទេសដូចខ្ញុំដែលនិយាយរាល់ថ្ងៃតែដាក់តាមបណ្ដាញ Facebook គេយកទៅស្ដាប់គេយកទៅវែងញែកគេយកទៅវិភាគគេនិយាយអាហ្នឹងគឺជាផ្នែកមួយនៃសកម្មភាពនយោបាយមែនអ្នកខ្លះថាស្នេហាជាតិអនឡាញឥឡូវខ្ញុំធ្វើមិនទោះបីជាអ្នកដែលនៅក្នុងស្រុក inline ហ្នឹងក៏ដោយ offline ហ្នឹងក៏ដោយក៏ត្រូវតែទៅនិយាយបកស្រាយអំពីការឈឺចាប់ហើយនឹងដំណោះស្រាយនានាឲ្យមហាជននឹងបានដឹងដែរយើងមើលប្រធានគណៈបកហើយនឹងសកម្មជនគណៈបកនយោបាយរាល់ថ្ងៃធ្វើអីគឺដើរនិយាយដូចតែគ្នាហ្នឹងចុះបើខ្ញុំនិយាយមកសេរីខ្ញុំនិយាយបានតាមអំពើចិត្តខ្ញុំនៅឯបរទេសហើយខ្ញុំអាចមានពេលវេលាសរសេរលិខិតស្នាមប្តឹងទៅអន្តរជាតិនិយាយពីរឿងនេះរឿងនោះបានអានោះជាសកម្មភាពមួយដែរពីព្រោះសមរភូមិនយោបាយមិនមែនតែសមរភូមិសឹកទេណាសមរភូមិសឹកគឺគេឈរទល់មុខគ្នាបាញ់គ្នាប៉ុន្តែសមរភូមិនយោបាយគឺនៅទីណាក៏ធ្វើនយោបាយបានដែរប៉ុន្តែធ្វើនយោបាយដើម្បីបម្រើគេឬក៏ធ្វើនយោបាយដើម្បីផលប្រយោជន៍អានឹងរឿងលេចឡើងរឿងអ្នកក្រៅស្រុកបើយើងនិយាយអំពីថាចូលឬក៏ចេញអីហ្នឹងណារឿងទាំងអស់ហ្នឹងអត់សំខាន់ទេមកមានអ្នកធ្វើនយោបាយខ្លាចមិនហ៊ានចូលស្រុកក៏មានដែរក៏ប៉ុន្តែមានអ្នកធ្វើនយោបាយដែលរកលទ្ធភាពដើម្បីចូលស្រុកហ្នឹងក៏មានដែរប៉ុន្តែអារងលទ្ធភាពទៅចូលស្រុកវាមានលក្ខខណ្ឌច្រើនទៀតមានទៅចូលស្រុកដើម្បីទៅបំពេញនឹងរណបគេហ្នឹងក៏មានហើយមានទៅចូលស្រុកដើម្បីស្វែងរកផលប្រយោជន៍ហ្នឹងក៏មានហើយមានទៅចូលស្រុកដើម្បីទៅរកការផ្សះផ្សាបង្រួមជាមួយនឹងក្រុមក្បត់ជាតិហ្នឹងក៏មានគ្រប់រឿងណាបងប្អូនមានគ្រប់រឿងក៏ប៉ុន្តែការចូលទៅធ្វើអីសំណួរសួរថាចូលទៅធ្វើអីចូលទៅដើម្បីបង្កើតសកម្មភាពនយោបាយកំដៅឆាកគេឬក៏ចូលទៅដើម្បីបាតកម្មដើម្បីព្រួលរំលំយើងត្រូវរៀបចំយុទ្ធសាស្ត្រហ្នឹងពីព្រោះអ្នកដែលចូលទៅដូចយើងឃើញរាល់ថ្ងៃដូចនៅទីបេក៏ដោយនៅស្រីលង្កាក៏ដោយដូចនៅប្រទេសដទៃដូចឥណ្ឌូនេស៊ីថ្ងៃមុនហ្នឹងក៏ដោយណាអ្នកដែលគេធ្វើនយោបាយនៅក្រៅប្រទេសគេនៅតែនៅក្រៅប្រទេសប៉ុន្តែអ្នកក្នុងគេធ្វើរបៀបណាគេមានប្រព័ន្ធនៃការរៀបចំណារឿងទាំងអស់នេះខ្ញុំគិតថាវាគឺជាតាក់ទិចហើយនឹងវាជាវិធីទេតែទោះជាយ៉ាងណាក៏ដោយខ្ញុំព្យាយាមចង់ញែកឲ្យដាច់រវាងថាអ្វីដែលហៅថាភាពក្លាហានមិនមែនគ្រាន់តែធ្វើសកម្មភាពបើកឡានចុះឡើងទៅលើកផ្លាកទៅបើកស្នាក់ការទៅសម្ពោធស្នាក់ការនៅក្នុងប្រទេសខ្មែរទទួលបានងារជាអ្នកក្លាហានមិនមែនទេពីព្រោះនោះគឺជាងារនៃអ្នកបំពេញភាពស្របច្បាប់ឲ្យរបបហ៊ុនសែនហើយខ្លាំងបំផុតណាកុំថាថ្ងៃនេះមាន10គណៈបកដែលកំពុងតែចុះបញ្ជីបែកខ្លួនចេញពីសង្គ្រោះជាតិទៅដែលក្នុងផែនការយុទ្ធសាស្ត្រ defeat ដែលខ្ញុំនិយាយថាហ៊ុនសំពេចបែកចេញទៅជា6 7ជំរាកសុនសានបែកចេញទៅជា3ជា4ជំរាកហើយគណៈបកសង្គ្រោះជាតិបែកចេញទៅក្នុងប្រទេស10ជំរាកនៅក្រៅប្រទេស20ជំរាកជាដើមឡើងចឹងទៅហើយវាក៏អត់ចម្លែកដែរបើសិនជាមកសម្រាប់ទៅបង្កើតគណៈបកមួយទៀតរួចហើយទៅលើកផ្លាកគណៈបកនៅក្នុងស្រុកខ្មែរធ្វើសកម្មភាពហ៊ុនសែនឲ្យភ្លាមឥឡូវហ្នឹងហ៊ុនសែនឲ្យភ្លាមឥឡូវហ្នឹងពីព្រោះគេចង់បានអាកម្លាំងបែកបាក់ហ្នឹងឯងដើម្បីគេលេខទៅដីខ្មែរយល់ទេ